សួស្តីអ្នកទាំងអស់គ្នាប្រហែលថ្ងៃហ្នឹងខ្ញុំញ៉ាំផលិតផលចំនួនអាហារអញ្ចឹងក្នុង5ថ្ងៃហ្នឹងគឺខ្ញុំមិនអាចញ៉ាំម្ហូបអាហារនំចំណីអីផ្សេងទៀតបានទេក្នុង5ថ្ងៃហ្នឹងគឺខ្ញុំផ្ដោតទៅលើការញ៉ាំផលិតផលចំនួនអាហារតែមួយគត់ណាហើយនិយាយទៅដោយសុខភាពខ្លះពេលដែលគាត់ញ៉ាំផលិតផលចំនួនអាហារទៅគាត់ថាគាត់អត់សូវឃ្លានបាយគាត់ឆ្អែតហ្មងប៉ុន្តែចំពោះខ្ញុំវិញគឺខ្ញុំនៅតែរៀងឃ្លានហ្នឹងមានអារម្មណ៍ថាដូចនៅហេវអញ្ចឹងអឺមួយថ្ងៃយើងញ៉ាំ4ពេលហ្នឹងហើយមានពេលព្រឹកពេលថ្ងៃពេលរសៀលហើយនិងពេលយប់ប៉ុន្តែចំពោះសុខភាពខ្ញុំវិញគឺខ្ញុំមានអារម្មណ៍ថាខ្ញុំដូចជាញ៉ាំអត់ឆ្អែតហ្នឹងហើយប៉ុន្តែទោះបីជាអត់ឆ្អែតក៏ដោយគឺយើងត្រូវតែទ្រាំក្នុង5ថ្ងៃហ្នឹងគឺយើងអត់អាចញ៉ាំនំចំណីម្ហូបអាហារអីផ្សេងទៀតបានទេហ្នឹងហើយគឺផ្ដាច់ម្ហូបអាហារធម្មតារបស់យើងញ៉ាំហ្នឹងគឺផ្ដាច់ក្នុង5ថ្ងៃហ្នឹងគឺយើងអាចញ៉ាំបានអញ្ចឹងណាប៉ុន្តែអ្វីដែលគួរឲ្យធម្មតាហ្នឹងអ្នកទាំងអស់គ្នាមិនដឹងអត់អ្នកចិត្តខាងរបស់ខ្ញុំគឺប្លែកមែនតើតាមធម្មតានិយាយទៅគឺអត់ដែរហ្មងតាមធម្មតាគឺខ្ញុំអត់ដែរមានអារម្មណ៍អញ្ចឹងហើយក៏អត់មានដែរធំក្លិនឈ្ងុយដល់ថ្នាក់ហ្នឹងឯងប៉ុន្តែប្រហែលថ្ងៃហ្នឹងគឺខ្ញុំផ្ដាច់អាហារធម្មតាគឺខ្ញុំញ៉ាំតែផលិតផលចំនួនអាហារហ្នឹងណាអ្នកចិត្តខាងរបស់ខ្ញុំប្រហែលថ្ងៃគឺគាត់ប្លែកមែនតើគឺគាត់ធ្វើម្ហូបឆ្ងាញ់ហើយគឺគាត់ធ្វើម្ហូបនោះគឺឈ្ងុយពេញផ្ទះហ្មងធ្វើឲ្យខ្ញុំទ្រាំបាននិយាយទៅគឺខ្ញុំទ្រាំបានមែនតើខំទ្រាំថាទោះបីឃ្លានយ៉ាងម៉េចគឺត្រូវតែទ្រាំប៉ុន្តែអ្នកចិត្តខាងរបស់ខ្ញុំគឺគាត់អត់ដឹងមិនបានថ្ងៃហ្នឹងគឺគាត់ធ្វើម្ហូបឈ្ងុយហ្មង